បន្ទាប់ពីបណ្ដាញសារព័ត៌មានថៃបានចុះផ្សាយព្រមព្រៀងថាកម្ពុជាបានបាញ់ផ្លោងគ្រាប់បែកដៃទំហំ40មីលីម៉ែត្រធ្លាក់ចូលទៅក្នុងទឹកដីថៃក្បែរមូលដ្ឋានយោធាផ្លាន់ហ៊ីនផេតកូនក្នុងខេត្តស៊ីសាកេតនៅម៉ោង 10:08 នាទីព្រឹកថ្ងៃប្រហ័សទី5ខែកុម្ភៈឆ្នាំ2026ព័ត៌មាននេះត្រូវបានបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយរួមទាំងដោយសារព័ត៌មានក្នុងតំបន់ដូចជា China Daily ផងក៏ប៉ុន្តែភ្លាមនោះក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានបដិសេធយ៉ាងដាច់ខាតដោយអះអាងថាការចុះផ្សាយទាំងនោះគឺជាព័ត៌មានប្រឌិតคล้ายៗផ្ទុយពីការពិតទាំងស្រុងអ្នកនាំពាក្យក្រសួងការពារជាតិលោកស្រីម៉ាលីសុជាតាបានបញ្ជាក់ថាគ្មានការបាញ់ផ្លោងគ្រាប់បែកឬក៏សកម្មភាពយោធាណាមួយបង្កដោយកម្ពុជាដោយការចោទប្រកាន់របស់សារព័ត៌មានថៃនោះឡើយតាមការបញ្ជាក់ពីយុទ្ធភូមិភាគទី4នៃកងយុទ្ធពលខេមរៈភូមិន្ទភាគីយោធាកម្ពុជានិងកងទ័ពភូមិភាគ2របស់ថៃបានតាក់ទងគ្នាដោយផ្ទាល់ដើម្បីសាកសួរនិងផ្ទៀងផ្ទាត់ការពិតរួចរាល់ហើយភាគីទាំងពីរឯកភាពគ្នាថាមិនមានហេតុការណ៍ដោយកាសែតថៃចុះផ្សាយទេក្នុងបរិបទព្រំដែនដែលនៅផុយស្រួយការចោទប្រកាន់តាមសារព័ត៌មានដោយគ្មានការផ្ទៀងផ្ទាត់ច្បាស់លាស់អាចក្លាយជាឧបករណ៍គ្រោះថ្នាក់ជាងអាវុធទៅទៀតព័ត៌មានមិនពិតអាចរុញស្ថានភាពឲ្យតានតឹងបង្កហានិភ័យនៃការប៉ះទង្គិចគ្នាក្រោមកិច្ចព្រមព្រៀងឈប់បាញ់ចុះថ្ងៃទី28ខែធ្នូឆ្នាំ2025ភាគីថៃនិងកម្ពុជាបានឯកភាពទប់ស្កាត់ព័ត៌មានคล้ายៗដើម្បីស្ដារស្ថិរភាពព្រំដែននិងទំនុកចិត្តទ្វេភាគីខ្ញុំរស់សុធាពី News Today NTTV